Chỉ bóng xôm group nhiệt xua nét ở kia vẫn chụp kia sẵn mấyแต่ខ្ញុំបានមើលឃើញពីវីដេអូមួយចំនួនដែលបង្ហាញពីថៃគាត់បានសម្ញៃនៅយន្តហោះ F16 ហើយទីនេះខ្ញុំនឹងលើកឡើងយន្តហោះ6គ្រឿងដែលមានសមត្ថភាពស័ក្តិសមអាចប្រៀបធៀបជាមួយនឹង F16 របស់ថៃបានយន្តហោះចម្បាំង F16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុមុខងារដែលប្រើប្រាស់ដោយកងទ័ពអាកាសថៃខ្ញុំសូមលើកយកយន្តហោះចម្បាំងដែលមានសមត្ថភាពប្រហែលគ្នាទាក់ទងទៅនឹងល្បឿនអាភិបតបែនអាចប្រៀបធៀបបានដូចជាយន្តហោះចម្បាំងទាំង6ខាងក្រោមនេះទី1យន្តហោះចម្បាំង JAS-39 Gripen JAS-39 Gripen គឺជាយន្តហោះចម្បាំងពហុមុខងារដែលបង្កើតឡើងដោយប្រទេសស៊ុយអែតដែលត្រូវបានគេទទួលស្គាល់សម្រាប់ភាពប៉ិនប្រសប់បច្ចេកវិទ្យាទំនើបនិងការសំចៃរបស់វាផលិតដោយក្រុមហ៊ុន SAP យន្តហោះចម្បាំង Gripen អាចអនុវត្តបេសកកម្មពីអាកាសទៅអាកាសពីអាកាសទៅដីនិងបេសកកម្មឆ្លប់យកការវាគឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយទម្ងន់ស្រាលដែលត្រូវបានរចនាឡើងដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពសូម្បីតែផ្លូវរត់ខ្លីដែលធ្វើឲ្យវាអាចសម្របខ្លួនបានខ្ពស់សម្រាប់សេណារីយ៉ូប្រយុទ្ធផ្សេងៗវាមានល្បឿនអតិបរមា 2200 គីឡូម៉ែត្រក្នុង1ម៉ោងនិងតម្លៃប្រហែលជា60ទៅ85លានដុល្លារ2យន្តហោះចម្បាំង SA-18 Hornet យន្តហោះចម្បាំង SA-18 Hornet គឺជាយន្តហោះចម្បាំងពហុមុខងារដ៏ល្បីល្បាញដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន McDonnell Douglas ឥឡូវនេះជាផ្នែកមួយនៃក្រុមហ៊ុន Boeing និងក្រុមហ៊ុន Northrop នៅសហរដ្ឋអាមេរិកយន្តហោះដែលមានម៉ាស៊ីនខ្លួននេះជាប្រភេទយន្តហោះចម្បាំងដែលមានល្បឿនលឿនជាងសម្លេងបានក្លាយជាមធ្យោបាយផ្លូវអាកាសសម្រាប់កងទ័ពជើងទឹកនិងកងម៉ារីនសហរដ្ឋអាមេរិកដែលមានសមត្ថភាពប្រតិបត្តិការពីនាវាផ្ទុកយន្តហោះនិងពូកែបេសកកម្មទាំងពីអាកាសទៅអាកាសនិងពីអាកាសទៅដីវាគឺអាចបត់បែនបានខ្ពស់និងអាចទុកចិត្តបានជាមួយនឹងសភាវុធដ៏ទំនើប SA-18 Hornet ទូបានកិត្តិនាមយ៉ាងទូលំទូលាយដោយសារការសម្របខ្លួននិងប្រសិទ្ធភាពរបស់វាក្នុងការប្រយុទ្ធហើយវាក៏បានបម្រើការនៅក្នុងកងទ័ពអាកាសនៃប្រទេសជប៉ុនមិត្តជាច្រើនផងដែរវាបានក្លាយជាតួអង្គសំខាន់ក្នុងការប្រតិបត្តិការយោធាជាច្រើននៅទូទាំងពិភពលោកវាមានល្បឿនអតិបរមា 1915 គីឡូម៉ែត្រក្នុង1ម៉ោងនិងតម្លៃប្រហែលជា40ទៅ60លានដុល្លារទី3 MiG-29 យន្តហោះចម្បាំង MiG-29 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mikoyan ក្នុងអតីតសហភាពសូវៀតគឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនភ្លោះដែលអាចបត់បែនបាននិងអស្ចារ្យជាងយន្តហោះចម្បាំងដទៃទៀតត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ1980វាត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងយន្តហោះចម្បាំងលោកខាងលិចដូចជា S-16 Fighting Falcon និង SA-18 Hornet វាត្រូវបានគេទទួលស្គាល់សម្រាប់ភាពរហ័សរហួនពិសេសរបស់វាល្បឿនលឿននិងម៉ាស៊ីនដ៏ខ្លាំង MiG-29 ពូកែក្នុងការប្រយុទ្ធនិងអាចដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងសេណារីយ៉ូប្រយុទ្ធចម្រុះបំពាក់ដោយរ៉ាដាទំនើបនិងមានសមត្ថភាពផ្ទុកអាវុធពីអាកាសទៅអាកាសនិងពីអាកាសទៅដីមានយ៉ាងប្រសិទ្ធភាពយន្តហោះចម្បាំង MiG-19 ត្រូវបាននាំចេញយ៉ាងទូលំទូលាយហើយនៅតែបម្រើការជាមួយនឹងកងកម្លាំងអាកាសជាច្រើនទៀតនៅទូទាំងពិភពលោកការរចនាដ៏រឹងមាំរបស់វាអនុញ្ញាតឲ្យវាដំណើរការសូម្បីតែនៅក្នុងលក្ខខណ្ឌដ៏លំបាកនិងធ្វើឲ្យវាក្លាយជាយន្តហោះធ្វើការដែលអាចទុកចិត្តបាននៅក្នុងបរិយាកាសដែលមានភាពមិនអំណោយផលវាមានល្បឿនអតិបរមា 2400 គីឡូម៉ែត្រក្នុង1ម៉ោងនិងតម្លៃប្រហែលជា45ទៅ55លានដុល្លារទី4យន្តហោះចម្បាំង Dassault Mirage 2000យន្តហោះចម្បាំង Dassault Mirage 2000គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយរបស់ប្រទេសបារាំងដែលបង្កើតឡើងដោយក្រុមហ៊ុន Dassault Aviation រចនាឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ1970ជាយន្តហោះចម្បាំងដែលមានឧត្តមភាពលើអាកាសទម្ងន់ស្រាលវាបានវិវត្តដើម្បីបំពេញបេសកកម្មជាច្រើនរួមមានទាំងការវាយប្រហារលើដីនិងការយកឆ្លប់យកការរចនា Data Wing របស់វាផ្ដល់ភាពនៅរហ័សរហួនដំណើរការពិសេសជាពិសេសល្បឿនលឿនពាក់ដោយប្រព័ន្ធអាកាសចរទំនើបប្រព័ន្ធរ៉ាដានិងសភាវុធជាច្រើនប្រភេទ Mirage 2000គឺជាយន្តហោះចម្បាំងសំខាន់ក្នុងកងទ័ពអាកាសបារាំងនិងត្រូវបាននាំចេញយ៉ាងទូលំទូលាយទៅកាន់ប្រទេសដទៃទៀតប្រវត្តិប្រយុទ្ធរបស់វារួមមានការចូលរួមចំនួនដូចជាសង្គ្រាមឈូងសមុទ្រនិងសង្គ្រាម Kargil ដែលបង្ហាញពីភាពជឿជាក់និងប្រសិទ្ធភាពរបស់វាមានល្បឿនអតិបរមា 2336 គីឡូម៉ែត្រក្នុង1ម៉ោងនិងតម្លៃប្រហែលជា45ទៅ55លានដុល្លារទី5យន្តហោះចម្បាំង Chengdu J10 Chengdu J10 ត្រូវបានគេហៅថានាគខ្លាំងគឺជាយន្តហោះចម្បាំងពហុមុខងារដែលបង្កើតឡើងដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Chengdu ក្នុងប្រទេសចិនវាត្រូវបានរចនាឡើងដើម្បីបំពេញបេសកកម្មទាំងពីអាកាសទៅអាកាសនិងពីអាកាសទៅដីដោយផ្ដល់នូវភាពបត់បែននិងសមត្ថភាពទំនើបយន្តហោះចម្បាំង J10 មានលក្ខណៈពិសេសការរចនាស្លាប Data Wing ជាមួយនឹង Canal ដែលផ្ដល់នូវវានូវភាពបត់បែនដ៏គួរឲ្យចាប់អារម្មណ៍និងភាពរហ័សរហួននៅក្នុងសេណារីយ៉ូប្រយុទ្ធបំពាក់ដោយម៉ាស៊ីនតែមួយវាត្រូវបានបំពាក់ដោយប្រព័ន្ធអាកាសចរទំនើបប្រព័ន្ធរ៉ាដាទំនើបនិងជម្រើសអាវុធជាច្រើនប្រភេទរួមទាំងមីស៊ីលពីអាកាសទៅអាកាសគ្រាប់បែកនាំផ្លូវនិងអាវុធផ្សេងទៀតចាប់តាំងពីការបញ្ចូលទៅក្នុងកងកម្លាំងទ័ពអាកាសប្រជាជនចិននៅដើមទសវត្សរ៍ឆ្នាំ2000វាបានក្លាយជាធាតុផ្សំដ៏សំខាន់នៃកងកម្លាំងអាកាសទំនើបរបស់ប្រទេសចិនវាមានល្បឿនអតិបរមា 2120 គីឡូម៉ែត្រក្នុង1ម៉ោងនិងតម្លៃប្រហែលជា45ទៅ55លានដុល្លារទី6យន្តហោះចម្បាំង Hell-Tejas យន្តហោះចម្បាំង Hell-Tejas គឺជាយន្តហោះប្រយុទ្ធពហុមុខងារទម្ងន់ស្រាលដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Hindustan Aeronautics Limited នៅក្នុងប្រទេសឥណ្ឌាវាត្រូវបានរចនាឡើងជាផ្នែកមួយនៃកម្មវិធី Light Combat Aircraft របស់ប្រទេសឥណ្ឌាដើម្បីជំនួសយន្តហោះចម្បាំង MiG-21 ដែលមានវ័យចំណាស់និងពង្រឹងកងកម្លាំងអាកាសឥណ្ឌានិងជាយន្តហោះចម្បាំងដ៏ទំនើបដែលផលិតក្នុងស្រុក Tejas មានលក្ខណៈពិសេសការរចនា Data Wing ម៉ាស៊ីនតែមួយដែលផ្ដល់ឲ្យវានូវភាពរហ័សរហួននិងថេរភាពដ៏ល្អវាត្រូវបានបំពាក់ដោយប្រព័ន្ធអាកាសទំនើប Radar ពហុមុខងារ
និងអាវុធដ៏ច្រើនប្រភេទរួមទាំងកាំជ្រួចពីអាកាសទៅអាកាសរាប់បែកនាំផ្លូវដល់ទីតាំងជាក់លាក់ជាដើមយន្តហោះចម្បាំងនេះក៏ត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលនៃការថែទាំនិងប្រសិទ្ធភាពប្រតិបត្តិការដែលធ្វើឲ្យវាមានប្រសិទ្ធភាពក្នុងការចំណាយជាចុងបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់ហើយសូមជូនពរអ្នកទាំងអស់គ្នាទទួលបានសុខភាពល្អ